ផ្ដើមសាច់រឿងដំបូងយើងឃើញថានគរជីសៀវនិងនគរស៊ូសៀជានគរដែលមានព្រំប្រទល់ជាប់គ្នាប៉ុន្តែនគរទាំងពីរនេះមិនដែលត្រូវគ្នានោះទេគឺតែងតែច្បាំងជាមួយគ្នាជារឿយៗហើយមួយនគរស៊ូសៀវដឹកនាំដោយព្រះបុត្រាទី1ដែលមានព្រះនាមថាហ្វុងស៊ុយកើដែលជាតួឯកប្រុសរបស់យើងបានដឹកនាំទ័ពចូលទៅវាយដណ្ដើមទឹកដីពីនគរជីងសៀវពេលនោះតួប្រុសរបស់យើងបានវាយដល់ច្រកចេណានដែលជាតំបន់ក្រោមការគ្រប់គ្រងរបស់មេបញ្ជាការទ័ពហ្វូយីសៀវដែលជាតួស្រីរបស់យើងរំពេចនៅទ័ពខាងតួប្រុសមានកម្លាំងខ្លាំងក្លាជាងទ័ពតួស្រីដែលជាហេតុធ្វើឲ្យទ័ពខាងតួស្រីទប់ទល់មិនចង់បានស្ទើរតែបែកធ្លាយទ្វារក្រុងម្ដងស្រាប់តែពេលនោះតួស្រីរបស់យើងបានលើកធ្នូឡើងបាញ់សម្ដៅទៅកាន់តួប្រុសចំកណ្ដាលដើមទ្រូងពេលនោះស្ថានភាពបានប្រែប្រួលទាំងស្រុងដោយទ័ពខាងតួស្រីបានទទួលជ័យជំនះហើយទ័ពខាងតួប្រុសបានដកថយវិញជាមិនទាន់ក្រោយពីទទួលការបរាជ័យតួប្រុសរបស់យើងមានរបួសយ៉ាងធ្ងន់ធ្ងរដោយសារព្រួញរបស់តួស្រីរបស់យើងហើយបានអង្គុយនៅក្នុងរទេះធ្វើដំណើរត្រឡប់ទៅនគរស៊ូសៀវវិញដោយមានសេនារបស់ខ្លួននៅការពារស្រាប់តែរំពេចនោះមានអាវុធសម្ងាត់មួយបានចោលមកសម្ដៅរទេះតួប្រុសត្រូវបានតួប្រុសគេចផុតក្រុមឃាតករទាំងនោះស្លៀកពាក់ពណ៌ខ្មៅនិងបិទមុខហើយបានស្រែកឲ្យតួប្រុសឈប់រទេះពេលនោះមេទ័ពរបស់តួប្រុសឈ្មោះយ៉ុងហ្វាងបានចុះពីរទេះដើម្បីទប់ទល់ជាមួយក្រុមឃាតករតែដោយសារក្រុមឃាតករមានគ្នាច្រើនដែលជាហេតុធ្វើឲ្យពិបាកទប់ទល់ពួកគេបានដេញតាមរទេះតួប្រុសរហូតដល់ផ្លូវទាល់ពេលនោះអ្នកបរទេះបានទាញខ្សែដើម្បីបរទេះស្រាប់តែខ្សែបានដាច់ដែលជាហេតុធ្វើឲ្យរទេះតួប្រុសរបស់យើងធ្លាក់ចូលទៅក្នុងជ្រោះបាត់ទៅក្រោយពីរទេះតួប្រុសបានធ្លាក់ចូលទៅក្នុងជ្រោះបាត់ទៅក្រុមឃាតករទាំងនោះបានត្រឡប់ទៅវិញដោយគេគិតថាតួប្រុសយើងបានស្លាប់ទៅហើយកាត់មកខាងនគរតួស្រីយើងវិញក្រោយពីទទួលបានជ័យជំនះលើទ័ពខាងតួប្រុសស្រាប់តែសាច់រឿងបានបង្ហាញឲ្យយើងឃើញថាតួស្រីរបស់យើងបានបាត់ការចងចាំហើយត្រូវបានក្រុមឃាតករជាច្រើនដេញតាមសម្លាប់តួស្រីរបស់យើងព្យាយាមប្រយុទ្ធជាមួយក្រុមឃាតករទាំងនោះនិងសម្លាប់អស់ជាច្រើនអ្នកក្នុងពេលដែលតួស្រីកំពុងតែប្រយុទ្ធគ្នាជាមួយឃាតករនោះស្រាប់តែឃើញមាននារីពីរនាក់ហើយម្នាក់គឺជាអ្នកគ្រូពេទ្យដែលមានឈ្មោះថាលីងសៀវយីងដែលជាកូនស្រីក្នុងនគរជាងណានហើយម្នាក់ទៀតជាអ្នកបម្រើមានឈ្មោះថាអាស៊ឺអ្នកទាំងពីរបានដើរស្វែងរកបែបថ្នាំពីកន្លែងមួយទៅកន្លែងមួយហើយអាស៊ឺទាទៅផ្ទះរហូតដោយប្រាប់ថាខ្លួនឃ្លានបាយប៉ុន្តែខាងគ្រូពេទ្យលីងប្រាប់ថាត្រូវស្វែងរកថ្នាំឲ្យទាល់តែបានព្រោះមានអ្នកជំងឺច្រើនណាស់ដែលត្រូវការថ្នាំយកទៅព្យាបាលស្រាប់ពេលនោះអាស៊ឺបានឃើញសាកសពមនុស្សជាច្រើនបានស្លាប់និងជួររណេងរណោងស្រាប់តែអាស៊ឺបានដួលសន្លប់បាត់ទៅចំណែកឯខាងគ្រូពេទ្យលីងវិញត្រូវបានឃាតករយកដាវមកព្យង់លើកហើយឃាតករបានសួរទៅកាន់អ្នកគ្រូពេទ្យលីងថាមានបានឃើញស្ត្រីស្លៀកពាក់ឈុតពណ៌ក្រហមទេអ្នកគ្រូពេទ្យលីងបានតបទាំងភ័យខ្លាចថាខ្ញុំមិនបានឃើញទេហើយមិនបានដឹងអ្វីទាំងអស់ខ្ញុំគ្រាន់តែបេះថ្នាំនៅទីនេះតែប៉ុណ្ណោះមេឃាតករបានតបវិញថាអញ្ចឹងនាងគ្មានប្រយោជន៍អ្វីនោះទេពេលនោះមេឃាតកររៀបនឹងសម្លាប់អ្នកគ្រូពេទ្យលីងហើយស្រាប់តែតួស្រីរបស់យើងបានបង្ហាញខ្លួនហើយបានសម្លាប់មេឃាតករទាំងនោះស្លាប់អស់គ្មានសល់សូម្បីតែម្នាក់អ្នកគ្រូពេទ្យលីងបើកភ្នែកធំៗសម្លឹងមើលពីភាពក្លាហានរបស់តួស្រីពេលនោះតួស្រីបានសម្លឹងមើលមកគ្រូពេទ្យលីងស្រាប់តែទន់ជង្គង់អ្នកគ្រូពេទ្យលីងក៏បានស្ទុះមករកតួស្រីហើយនិយាយថាតួស្រីរងរបួសធ្ងន់ធ្ងរណាស់ខ្លួនជាគ្រូពេទ្យអនុញ្ញាតឲ្យខ្លួនពិនិត្យមើលរបួសបន្តិចមកណាតែត្រូវតួស្រីបដិសេធហើយបានដេញអ្នកគ្រូពេទ្យលីងឲ្យចេញឆ្ងាយពីខ្លួនរំពេចនោះតួស្រីបានដួលសន្លប់ទោះបីជាគ្រូពេទ្យលីងដាស់យ៉ាងណាក៏នាងមិនដឹងខ្លួនដែរគ្រូពេទ្យលីងបានឃើញបែបនេះក៏បានយកតួស្រីទៅព្យាបាលនៅកន្លែងរបស់ខ្លួនកាត់មើលសំណាក់ថ្នាំវិញពេលនោះកងទ័ពទាំងសងខាងកំពុងតែឆ្លោះគ្នាយ៉ាងខ្លាំងព្រោះតែពួកគេសុទ្ធតែមកព្យាបាលនៅទីនោះទាំងអស់គ្នាហើយម្នាក់អត់ព្រមចុះសម្រុងនឹងគ្នាទេដោយឃើញបែបនោះគ្រូពេទ្យម្នាក់បានស្រែកឲ្យពួកគេយ៉ាងខ្លាំងហើយប្រាប់ឲ្យកុំឲ្យពួកគេឆ្លោះគ្នាទៀតព្រោះទីនេះគឺជាកន្លែងព្យាបាលឲ្យតែនរណាមានរបួសគឺត្រូវតែព្យាបាលទាំងអស់ដោយមិនខ្វល់ថាជាមិត្តឬសត្រូវនោះទេគ្រប់គ្នាស្ដាប់ហើយក៏បានស្ងាត់មាត់មិនហ៊ាននិយាយតអ្វីនោះដែរពួកគេនាំគ្នាទៅព្យាបាលជាមួយគ្នានោះដែរគ្រូពេទ្យលីងក៏បានមកដល់នាងក៏បានប្រាប់ឲ្យគ្នារបស់នាងប្រញាប់យកតួស្រីទៅក្នុងចាំនាងធ្វើការសង្គ្រោះតួស្រីដោយផ្ទាល់ក្រោយមកទីគ្រប់គ្នាក៏បានយកតួស្រីយើងមកក្នុងហើយអ្វីដែលនឹកស្មានមិនដល់នោះគឺព្រះអង្គម្ចាស់ស៊ុយកើក៏នៅព្យាបាលនៅទីនោះដូចគ្នាតែគឺស្នាក់នៅបន្ទប់ផ្សេងគ្នាហើយគ្រូពេទ្យកំពុងតែជួយសង្គ្រោះជីវិតរបស់គេដូចគ្នាការពិតទៅព្រះអង្គម្ចាស់ស៊ុយកើមិនបានធ្លាក់ចូលទៅក្នុងជ្រោះនោះទេព្រោះគេបានលោតចេញពីរទេះមុនពេលដែលរទេះធ្លាក់ចូលទៅក្នុងជ្រោះហើយគ្មាននរណាម្នាក់ដឹងថាព្រះអង្គម្ចាស់ស៊ុយកើនៅរស់នោះទេមិនយូរប៉ុន្មានខាងគ្រូពេទ្យលីងក៏បានធ្វើការវះកាត់ឲ្យតួស្រីរបស់យើងរួចរាល់ហើយខាងតួប្រុសវិញក៏បានវះកាត់រួចរាល់ដូចគ្នាហើយពេលនេះពួកគេទាំងពីរក៏បានរួចផុតពីគ្រោះថ្នាក់នោះស្អែកបន្ទាប់ព្រះអង្គម្ចាស់ស៊ុយកើក៏បានភ្ញាក់ដឹងខ្លួនឡើងវិញដោយមានកូនចៅរបស់ទ្រង់ចាំមើលថែហើយទ្រង់ក៏បានសួររកមេទ័ពយ៉ុងហ្វាងពេលនោះកូនចៅរបស់ទ្រង់ក៏បានប្រាប់
ថាមេទ័ពយ៉ុងហ្វាំងបានស្លាប់បាត់បង់ជីវិតទៅហើយពួកគេក៏បានបង្ហាញផ្ទាំងគំនូរឲ្យព្រះអង្គម្ចាស់មើលហើយផ្ទាំងគំនូរមួយហ្នឹងគឺជារូបរបស់តួស្រីយើងនឹងឯងហើយពួកគេក៏បានប្រាប់ថានាងគឺជាអ្នកដែលបាញ់ទ្រូងធ្លាក់ពីលើខ្នងសេះហើយនាងមានឈ្មោះថាហ្វូយីសៀវហើយនាងជាមេបញ្ជាការកងទ័ពជាណានគ្រាន់តែបានឃើញរូបតួស្រីភ្លាមព្រះអង្គម្ចាស់ស៊ុយកើទ្រង់មានប្រតិយខឹងយ៉ាងខ្លាំងព្រោះនាងជាអ្នកដែលបាញ់ឲ្យទ្រូងធ្លាក់ពីលើខ្នងសេះនៅពេលច្បាំងជាមួយគ្នាហើយគំនុំមួយនេះទ្រង់ត្រូវតែសងសឹកមិនតែប៉ុណ្ណោះកូនចៅរបស់ព្រះអង្គម្ចាស់ស៊ុយកើក៏បានប្រាប់ទៅទ្រង់ថាចាំគេដង្ហែព្រះអង្គម្ចាស់ស៊ុយកើទៅនគរស៊ូសាវិញប៉ុន្តែព្រះអង្គម្ចាស់ស៊ុយកើទ្រង់ក៏បានបដិសេធមិនព្រមយាងទៅទេព្រោះបើទ្រង់យាងទៅទ្រង់ច្បាស់ជាសគត់នៅតាមផ្លូវជាមិនខានដូច្នេះទ្រង់ត្រូវរកកន្លែងផ្សេងដើម្បីស្នាក់នៅបណ្ដោះអាសន្នសិនកាត់ទៅមើលខាងតួស្រីយើងវិញនាងមិនទាន់បានដឹងខ្លួនទេដោយសារតែនាងបានបាត់បង់ឈាមច្រើនហើយមានរបួសធ្ងន់ធ្ងរពេកដូច្នេះទើបធ្វើឲ្យនាងស្លាប់ច្រើនថ្ងៃសាច់រឿងក៏បានកាត់ទៅមើលនគរស៊ូសាវិញពេលនោះព្រះរាជាបានកោះហៅមន្ត្រីជាច្រើនមកនិយាយគ្នាអំពីរឿងនៅសមរភូមិភីងលីងហើយក៏មានមតិមួយចំនួនបានគាំទ្រទៅព្រះអង្គម្ចាស់ស៊ុយកើបើគុំតែព្រះអង្គម្ចាស់ស៊ុយកើរងរបួសទ្រង់ច្បាស់ជាយកទីក្រុងភីងលីងបានជាមិនខានដូច្នេះក្រុមមន្ត្រីមួយចំនួននោះក៏បានស្នើសុំដល់ព្រះរាជាឲ្យលើកលែងទោសឲ្យព្រះអង្គម្ចាស់ស៊ុយកើនិងយាងព្រះអង្គម្ចាស់ស៊ុយកើត្រឡប់ចូលនគរវិញប៉ុន្តែមន្ត្រីមួយចំនួនទៀតនោះក៏មិនគាំទ្រព្រះអង្គម្ចាស់ស៊ុយកើទេដោយពួកគេបានគិតថាព្រះអង្គម្ចាស់ស៊ុយកើបានបរាជ័យនៅក្នុងសមរភូមិភីងលីងដូច្នេះត្រូវតែដាក់ទោសទៅលើទ្រង់ព្រះរាជាបានស្ដាប់ហើយទ្រង់ពិតជាពិបាកប្រតិយយ៉ាងខ្លាំងពេលនឹងដែរលោកមន្ត្រីចុងសឹងក៏បានទូលព្រះអង្គថាអ្វីដែលសំខាន់នៅពេលនេះគឺត្រូវបញ្ជូនមនុស្សឲ្យទៅការពារព្រះអង្គម្ចាស់និងយាងព្រះអង្គមកកាន់រាជធានីជាមុនសិនចាំទ្រង់បញ្យល់ពួកយើងពេលក្រោយក៏បានដែរព្រះអង្គស្ដាប់ហើយទ្រង់ក៏មិនបានតបអ្វីនោះដែរក្រោយមកការប្រជុំក៏ត្រូវបានរំសាយហើយពេលនឹងដែរមន្ត្រីម្នាក់ឈ្មោះជួងមីងត្រូវជាក្មួយរបស់លោកមន្ត្រីជួងសឹងក៏បានសួរទៅកាន់លោកមន្ត្រីជួងសឹងថាហេតុអ្វីក៏ពូមិនព្រមយកឱកាសនេះដើម្បីប្រកួតប្រជែងជាមួយព្រះអង្គម្ចាស់ស៊ុយកើទៅលោកម្ចាស់ជួងសឹងក៏បានប្រាប់ទៅកាន់ក្មួយវិញថានៅលើលោកនេះគ្មានឪពុកម្ដាយណាដែលមិនស្រឡាញ់កូននិងការពារកូននោះទេទោះបីជាព្រះអង្គម្ចាស់ស៊ុយកើបរាជ័យនៅក្នុងសមរភូមិក៏ដោយតែទ្រង់ក៏ធ្លាប់មានគុណសម្បត្តិដូចគ្នាប៉ុន្តែជួងមីងគេអត់គិតអញ្ចឹងទេព្រោះពេលនេះដំណឹងបរាជ័យរបស់ព្រះអង្គម្ចាស់ស៊ុយកើបានរីករាលដាលពេញនគរទៅហើយអញ្ចឹងគេច្បាស់ជាគោលដៅដ៏សំខាន់របស់ប្រជាជនជាមិនខានពេលនេះព្រះអង្គម្ចាស់ស៊ុយកើគឺកំពុងតែរងរបួសយ៉ាងធ្ងន់បើសិនបើទ្រង់មានបញ្ហាឬបាត់បង់ជីវិតនៅតាមផ្លូវនោះគឺពូគិតយ៉ាងណាគ្រាន់តែលឺអញ្ចឹងភ្លាមលោកម្ចាស់ជួងសឹងក៏បានសម្លឹងមើលមុខមន្ត្រីជួងមីងហើយក៏បាននិយាយទៅកាន់មន្ត្រីជួងមីងថាបើឯងចង់ស្លាប់ឯងស្លាប់តែម្នាក់ឯងទៅកុំទាញយើងទៅស្លាប់ជាមួយនិយាយរួចពួកគេក៏បានដើរចេញទៅសាច់រឿងក៏បានកាត់ទៅមើលខាងនគរជីងសៀវិញពេលនេះព្រះអង្គម្ចាស់សៀកជីងស៊ីដែលជាដៃគូរបស់តួស្រីយើងគេកំពុងតែនាំទៅហ៊ានជាច្រើនដើម្បីស្វែងរកតួស្រីយើងពេញនឹងតែទោះបីជាពួកគេខំប្រឹងស្វែងរកយ៉ាងណាក៏នៅតែរកតួស្រីយើងមិនឃើញដែរធ្វើឲ្យព្រះអង្គម្ចាស់សៀកជីងស៊ីខឹងយ៉ាងខ្លាំងហើយគេក៏ប្រាប់ឲ្យគ្រប់គ្នាត្រូវតែខំរកតួស្រីយើងឲ្យឃើញត្រឡប់ទៅមើលទៅខាងតួស្រីយើងវិញពេលនេះនាងបានដឹងខ្លួនហើយតែនាងបែរជាចាប់ច្របាច់កអ្នកគ្រូពេទ្យលីងទៅវិញអ្នកបម្រើរបស់គ្រូពេទ្យលីងគេពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងតែពេលនោះដែរតួស្រីរបស់យើងក៏បានដួលទៅវិញម្ដងទៀតព្រោះតែរាងកាយរបស់នាងមិនទាន់រឹងមាំដោយឃើញបែបនេះគ្រូពេទ្យលីងក៏បាននិយាយទៅកាន់នាងដើម្បីកុំឲ្យតួស្រីរបស់យើងយល់ច្រឡំឲ្យសោះតួស្រីរបស់យើងស្ដាប់ហើយនាងក៏មិនបានតបអ្វីនោះដែរហើយគ្រូពេទ្យលីងក៏បានសួរឈ្មោះរបស់នាងតែអ្វីដែលនឹកស្មានមកដល់នោះគឺតួស្រីរបស់យើងនាងមិនចាំឈ្មោះរបស់នាងទេសូម្បីតែខ្លួនរបស់នាងជាអ្នកណាក៏នាងមិនចាំដូចគ្នាអញ្ចឹងមានន័យថានាងបានបាត់ការចងចាំទៅហើយពេលនោះដែររបួសរបស់តួស្រីរបស់យើងវាក៏បានធ្វើទុកធ្វើឲ្យនាងពិតជាឈឺចាប់យ៉ាងខ្លាំងហើយគ្រូពេទ្យលីងក៏បានប្រាប់តួស្រីយើងថានាងត្រូវរបួសធ្ងន់យ៉ាងខ្លាំងហើយរបួសមួយនេះដូចជារបួសដែលបង្កឡើងដោយអ្នកដែលនៅជិតស្និទ្ធនាងព្រោះតែស្នាមរបួសនៅជ្រៅខ្លាំងវាហាក់ដូចជាតួស្រីរបស់យើងនិងម្នាក់នោះនៅជិតគ្នាប្រហែល5ជំហានប៉ុណ្ណោះតួស្រីយើងស្ដាប់ហើយនាងក៏បាននឹកឃើញខ្លះមកវិញគឺមាននរណាម្នាក់បានបាញ់នាងទម្លាក់ចូលជ្រោះតែនាងចាំមុខរបស់គេមិនសូវច្បាស់ទេតែបើតាមភិនភាគយើងសង្ស័យថាគឺព្រះអង្គម្ចាស់សៀកជីងស៊ឺជាមិនខានតែអេដមីនមិនទាន់ច្បាស់ទេមានតែរងចាំមើលទៅមុខទាំងអស់គ្នាទៀតក្រោយមកទៀតគ្រូពេទ្យលីងក៏បាននាំតួស្រីរបស់យើងទៅកាន់ឡានទឹកថ្នាំដើម្បីត្រាំខ្លួនព្រោះទឹកទាំងនោះមានជាថ្នាំដែលអាចព្យាបាលរបួសតួស្រីយើងឲ្យឆាប់ជាសះស្បើយបានបន្ទាប់ពីបាននិយាយគ្នាជាមួយតួស្រីយើងរួចហើយគ្រូពេទ្យលីងក៏បានប្រគល់ដបថ្នាំមួយទៅកាន់តួស្រីយើងនិងប្រាប់ឲ្យតួស្រីយើងចុះទៅត្រាំទឹកនឹងទៅហើយនាងក៏បារម្ភអីព្រោះនៅទីនេះជាតំបន់ហាមឃាត់គ្មាននរណាម្នាក់អាចចូលទីនេះបានទេក្រោយមកទៀតតួស្រីយើងនាងក៏បានដោះសម្លៀកបំពាក់របស់នាងចេញ
ទាំងអស់ហើយនាងក៏បានចុះទៅត្រាំទឹកចំណែកគ្រូពេទ្យលីងនិងអ្នកបម្រើរបស់នាងវិញក៏បានត្រឡប់ទៅសំណាក់ថ្នាំវិញបាត់ទៅខណៈពេលនឹងដែរព្រះអង្គម្ចាស់ស៊ុយកើគេក៏បានលួចមកលអាងត្រាំថ្នាំព្រោះទ្រង់ក៏ត្រូវការត្រាំទឹកថ្នាំដើម្បីព្យាបាលរបួសដូចគ្នាហើយទ្រង់ក៏បានប្រាប់កូនចៅរបស់ទ្រង់ឲ្យចាំមើលផ្លូវក្រែងមាននរណាម្នាក់ចូលមកទីនេះលុះពេលមកដល់លអាងថ្នាំហើយព្រះអង្គម្ចាស់ស៊ុយកើក៏បានដោះសម្លៀកបំពាក់ទាំងអស់ចេញពីខ្លួនហើយចូលត្រាំក្នុងលអាងទឹកថ្នាំប៉ុន្តែទ្រង់មិនបានដឹងថាតួស្រីយើងកំពុងតែត្រាំទឹកថ្នាំនៅទីនោះផងដែរនោះទេព្រោះតែពួកគេត្រាំទឹកថ្នាំនៅម្ខាងម្នាក់ស្រស់ពេលនោះដែរកាត់ទៅខាងទាហាននគរជីងសៀវដែលជានគរតួស្រីរបស់យើងពួកគេបានមកដល់សំណាក់ថ្នាំដើម្បីស្វែងរកតួស្រីយើងហើយពួកគេក៏បានជួបជាមួយអ្នកគ្រូពេទ្យលីងមិនតែប៉ុណ្ណោះពួកគេក៏បានសួរអ្នកគ្រូពេទ្យលីងអំពីតួស្រីយើងនិងប្រាប់ពីភិនភាគតួស្រីរបស់យើងដល់អ្នកគ្រូពេទ្យលីងផងដែរគ្រូពេទ្យលីងស្ដាប់ហើយប៉ុន្តែនាងមិនបានតបអ្វីនោះទេជាហេតុធ្វើឲ្យពួកគេសង្ស័យលើអ្នកគ្រូពេទ្យលីងយ៉ាងខ្លាំងហើយពួកគេក៏បានចូលទៅឆែកឆេរនៅក្នុងសំណាក់ថ្នាំរបស់គ្រូពេទ្យលីងប៉ុន្តែទោះបីជាឆែកយ៉ាងណាក៏នៅតែរកតួស្រីយើងមិនឃើញដែររំពេចនោះមានមេទ័ពម្នាក់ដែលគេមានឈ្មោះថាលៀងហ្វៃគេក៏សុំឲ្យគ្រូពេទ្យលីងប្រាប់គេថាលាក់តួស្រីនៅឯណាព្រោះគេគឺជាបងប្អូនរបស់តួស្រីប៉ុន្តែគ្រូពេទ្យលីងមិនបានប្រាប់ពួកគេឡើយព្រោះតានាងគិតថាពួកគេជាមនុស្សដែលមិនគួរឲ្យទុកចិត្តបានម្យ៉ាងវិញទៀតតួស្រីយើងបានបាត់បង់ការចងចាំប្រសិនបើមានរឿងអ្វីមួយកើតឡើងនៅលើតួស្រីនោះច្បាស់ជាវិវត្តជាមិនខានបន្ទាប់ពីពួកគេមិនបានជួបជាមួយតួស្រីហើយនោះពួកគេក៏បានត្រឡប់ទៅវិញកាត់ទៅមើលខាងតួស្រីយើងវិញពេលនេះនាងបានធូរស្រាលច្រើនហើយនាងក៏បានងើបចេញពីទឹកធ្វើឲ្យព្រះអង្គម្ចាស់ស៊ុយកើក៏បានឃើញនាងតែទ្រង់មិនហ៊ានមើលទេព្រោះតែតួស្រីរបស់យើងមិនបានស្លៀកពាក់ហើយទ្រង់ក៏បានប្រញាប់ងើបចេញពីទឹកដូចគ្នាចំណែកឯខាងតួស្រីយើងវិញក៏បានយកសម្លៀកបំពាក់របស់នាងមកស្លៀកតែនាងក៏បានឮសំឡេងព្រះអង្គម្ចាស់ស៊ុយកើធ្វើឲ្យនាងក៏បានខាត់ទ្រង់ហើយក៏បានសួរទៅកាន់ទ្រង់ថាទ្រង់ជានរណាប៉ុន្តែព្រះអង្គម្ចាស់ស៊ុយកើក៏បានប្រាប់ទៅកាន់តួស្រីយើងថាទ្រង់មកទីនេះគ្រាន់តែចង់ត្រាំទឹកថ្នាំដើម្បីព្យាបាលរបួសតែប៉ុណ្ណោះទ្រង់គ្មានចេតនាអាក្រក់អ្វីលើតួស្រីនោះទេនិយាយរួចទ្រង់ក៏បានបំរុងដើរចេញទៅស្រាប់តែទ្រង់ក៏បានដួលសន្លប់ដោយឃើញបែបនេះតួស្រីក៏បានដើរទៅមើលមុខរបស់ទ្រង់តែនាងមិនបានចាំទ្រង់នោះឡើយប៉ុន្តែក្នុងពេលនោះនាងបានប្រទះឃើញផ្ទាំងគំនូរមួយជាប់នឹងខ្លួនរបស់តួប្រុសហើយនាងក៏បានយកវាមកមើលតែផ្ទាំងគំនូរមួយហ្នឹងជារូបរបស់នាងនឹងឯងធ្វើឲ្យនាងពិតជាងឿងឆ្ងល់យ៉ាងខ្លាំងកំឡុងពេលនឹងដែរខាងគ្រូពេទ្យលីងនាងក៏បានត្រឡប់មករកតួស្រីយើងវិញតែត្រូវបានកូនចៅរបស់តួប្រុសស្កាក់ផ្លូវនាងហើយគេក៏បានចាប់ចងនាងដើម្បីទុកពេលឲ្យព្រះអង្គម្ចាស់ស៊ុយកើត្រាំទឹកថ្នាំឲ្យបានយូរត្រឡប់ទៅមើលខាងតួស្រីរបស់យើងវិញនាងក៏បានដាស់ព្រះអង្គម្ចាស់ស៊ុយកើឲ្យដឹងខ្លួនឡើងវិញហើយទ្រង់ក៏បានភ្ញាក់ដឹងខ្លួនឡើងនិងផិតភ័យយ៉ាងខ្លាំងព្រោះតែបានឃើញមុខរបស់តួស្រីយើងចំណែកតួស្រីយើងនាងក៏បានសួរទៅកាន់តួប្រុសយើងថាហេតុអ្វីក៏តួប្រុសរបស់យើងមានរូបគំនូររបស់នាងហើយគេជាអ្នកណាក្រោយពីបានឮតួស្រីរបស់យើងសួរបែបនេះព្រះអង្គម្ចាស់ស៊ុយកើពិតជាងឿងឆ្ងល់យ៉ាងខ្លាំងហើយគេក៏បានដឹងថាតួស្រីរបស់យើងបានបាត់ការចងចាំហើយគេក៏បានធ្វើពុតជាប្រាប់នាងថាគេគឺជាមិត្តភក្តិរបស់នាងនឹងឯងគេខំស្វែងរកនាងយូរណាស់មកហើយទើបតែបានជួបនាងនៅទីនេះហើយគេមានរបួសក៏ព្រោះតែគេបានជួយនាងនឹងឯងតួស្រីរបស់យើងស្ដាប់ហើយនាងហាក់ដូចជាជឿបន្តិចអត់បន្តិចហើយនាងក៏បានសួរតួប្រុសយើងថាមានឈ្មោះអ្វីពេលនោះតួប្រុសក៏បានប្រាប់ទៅកាន់នាងថាទ្រង់មានឈ្មោះថាស៊ុយកើពេលនោះតួស្រីស្ដាប់ហើយហាក់ដូចជាមិនសង្ស័យអ្វីនោះទេគ្រានឹងដែរកូនចៅរបស់ព្រះអង្គម្ចាស់ស៊ុយកើក៏បានមកដល់ហើយគេចាប់បានកូនទន់ខ្សែមួយបំរុងយកមកអាំងឲ្យតួប្រុសយើងសើយកកម្លាំងគ្រាន់តែឃើញតួស្រីយើងភ្លាមកូនចៅរបស់ព្រះអង្គម្ចាស់ស៊ុយកើគេក៏បានដកដៃយ៉ាងលឿនធ្វើឲ្យតួស្រីរបស់យើងក៏បានយកអាវុធចូលទៅប្រជុំកតួប្រុសផងដែរតែពេលនឹងដែរព្រះអង្គម្ចាស់ស៊ុយកើក៏បានញាក់ភ្នែកទៅកាន់កូនចៅឲ្យដាក់អាវុធចូលហើយក៏បាននិយាយទៅកាន់តួស្រីថានាងកុំយល់ច្រឡំអីខ្ញុំពិតជាមិត្តភក្តិរបស់នាងមែនតើហើយទ្រង់ក៏បានប្រាប់ទៅកាន់កូនចៅរបស់ទ្រង់ថាឯងសាកមើលមុខនាងម្ដងទៀតមើលថានាងគឺជាមិត្តភក្តិរបស់យើងហើយឯងភ្លេចមុខនាងមែនហើយគេក៏បានដេញកូនចៅឲ្យចេញទៅចំអិនទុនខ្សែដើម្បីឲ្យតួស្រីរបស់យើងបានញ៉ាំជាមួយគ្នាផងដែរកូនចៅរបស់ទ្រង់បានស្ដាប់ហើយគេក៏យកសាច់កើហើយក៏បានដើរចេញទៅក្រោយមកទៀតព្រះអង្គម្ចាស់ស៊ុយកើគេក៏បានអាំងទុនខ្សែឲ្យតួស្រីយើងញ៉ាំផងដែរហើយនាងក៏បានសួររឿងខ្លះៗទៅកាន់ព្រះអង្គម្ចាស់ស៊ុយកើទៅព្រះអង្គម្ចាស់ស៊ុយកើក៏បានរំលឹកនាងអំពីសមរភូមិភីងលីងថានាងគឺជាមេបញ្ជាការកងទ័ពម្នាក់ហើយនាងក៏បានប្រយុទ្ធជាមួយព្រះអង្គម្ចាស់ម្នាក់ហើយថែមទាំងបាញ់គេឲ្យធ្លាក់ទៅលើខ្នងខ្សែផងដែរបើនាងមិនបានបាញ់គេនោះទេច្បាស់ជាព្រះអង្គម្ចាស់ម្នាក់នោះនឹងយកទីក្រុងភីងលីងរបស់នាងបានជាមិនខានតួស្រីស្ដាប់ហើយនាងក៏បានសួរទៅកាន់តួប្រុសយើងទៀតថាតើព្រះអង្គម្ចាស់ម្នាក់នោះបានស្លាប់ឬអត់ទើបព្រះអង្គម្ចាស់ស៊ុយកើក៏បានតទៅកាន់តួស្រីយើងថាគេប៊ីនឹងស្លាប់ទៅហើយតែគេបានគេចផុតពីសេចក្តីស្លាប់តួស្រីស្ដាប់ហើយនាងក៏បានគិតថាច្បាស់ជាព្រះអង្គម្ចាស់ម្នាក់នឹងហើយដែលជាអ្នកដេញតានសម្រាប់នាងជាមិនខានហើយនាងក៏បានសួរទៀតថាតើព្រះអង្គម្ចាស់ម្នាក់នោះមានឈ្មោះអ្វីពេលនោះតួប្រុសរបស់យើងបានប្រាប់ទៅកាន់តួស្រីថាព្រះអង្គម្ចាស់ម្នាក់នឹងគឺមានឈ្មោះថាហ្វឹងស៊ុយកើ
គ្រាន់តែលើកអញ្ចឹងភ្លាមទូស្រីនាងពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងតែគ្រប់យ៉ាងគឺបានជឿពេលទៅហើយក៏ព្រោះតែទូប្រុសរបស់យើងបានបញ្ជាឲ្យកូនចៅនាំទាហានមកឡោមព័ទ្ធចាប់ទូស្រីរបស់យើងព្រោះតែព្រះអង្គម្ចាស់ស៊ុយកើបានរៀបចំគម្រោងទុកជាមុនចំណែកទូស្រីរបស់យើងនាងពិតជាខឹងទូប្រុសយ៉ាងខ្លាំងតែពេលហ្នឹងកូនចៅរបស់ទូប្រុសក៏បានវាយនាងពីក្រោយធ្វើឲ្យនាងដួលសន្លប់បាត់ទៅក្រោយមកសាច់រឿងរបស់យើងក៏បានកាត់ស្លែងនៅត្រឹមហ្នឹងអញ្ចឹងកុំភ្លេចរងចាំទស្សនាជាមួយ admin នៅភាពបន្តនៅពេលក្រោយៗទៀតណាសូមអរគុណសូមជម្រាបលា